รอการเขาอย่างนี้คือมันมีในนาโจของมันสายเลยแต่ไปจันนี่คือจำจอนมั้งលោកសួងបញ្ញាបានបង្ហាញការអន់ចិត្តមួយចំនួនដោយបានលើកឡើងថានៅពេលបច្ចុប្បន្ននេះប្រិយមិត្តអ្នកគាំទ្រគុណខ្មែរមួយចំនួនតាមរយៈបណ្ដាញសង្គមហាក់បីដូចជាមានការរើសអើងចំពោះកីឡាករនិងក្លឹបរបស់លោកនិយាយឲ្យចំលោកលើកឡើងថានៅក្នុងចំណោមកីឡាកររបស់លោកមួយចំនួនដែលប្រកួតឈ្នះពុំសូវមានការលើកសរសើរនោះឡើយប៉ុន្តែផ្ទុយទៅវិញនៅពេលដែលកូនសិស្សរបស់លោកប្រកួតចាញ់វិញតែងតែមានការរិះគន់ធ្ងន់ធ្ងរដែលលោកចាត់ទុកថាគឺជាការជន់បំបាក់ទឹកចិត្តកូនសិស្សរបស់លោកក៏ដូចជាក្លឹបលោកជាដើមតាមបណ្ដាញសង្គមគឺមិនស្អីមានអ្នកគ្រប់គ្រងក្លឹបខ្ញុំមែនក៏ប៉ុន្តែខ្ញុំស្រឡាញ់ក្លឹបខ្ញុំបាទអញ្ចឹងស្រឡាញ់ក្លឹបខ្ញុំយកខ្វល់ពីអ្នកគ្រប់គ្រងតាំងតែទីគ្រប់គ្រងមើលរកការខុសសិស្សខ្ញុំឈ្នះគឺមិនមានអ្នកណាចូលខមមិនសរសើរទេតែបើចាញ់វិញគឺចាំជន់ហ្មងហ្នឹងអញ្ចឹងហើយមើលវីដេអូក៏វីដេអូអត់ទេបាទអញ្ចឹងគឺតាំងពីថ្នាលហើយថ្នាក្រោយថ្នាហើយធ្វើស្លូយ៉ាងណាក៏អត់សូវមានសរសើរអត់សូវមានសរសើរមិនសរសើរតែបើចាញ់វិញចាំមើលគេខមមិនជន់មកអូជន់នេះហ្នឹងបាទរៀមអីញ៉ាំមានខ្វល់មិនសំខាន់គឺខ្ញុំគឺមិនចេះបានមានគុណភាពបាទមានគុណភាពថ្នាលយើងមើលបាទថ្នាលបាទថ្នាលខ្ញុំមកតែខ្ញុំមកដែរប្រកួតខ្ញុំមានប្រកួតជាមួយអ្នកដែលគេវាយ20ដងផងដងដែរបាទហើយចឹងទេគឺមានថ្នាលល្អមានអាវុធច្បាស់លាស់តាំងការស្វែងគុំគ្រូតាំងពីជំនាញនឹងហោមិនមែនចេះទៅកវត្តវែងអត់ទេបាទកវត្តវែងឲ្យវាយទេបាទបើចេះវាយដៃត្រង់វាយទាត់ត្រង់អត់ឲ្យទៅមកបាទចឹងបាទអញ្ចឹងនិយាយទៅបើមកឋានខាងក្រៅគេហាក់បីដូចជាមិនសូវលើកចិត្តក្លឹបយើងបាទបាទទៅលើកចិត្តទេបាទអាចថាដោយសារយើងចូលចិត្តនិយាយពីបញ្ហាច្រើនក្នុងគុណខ្មែរយើងក៏មិនគ្រូនិយាយទៅតែខាងថាជាអ៊ូតតែហៅអ៊ូតតែជាអ៊ូតចឹងហើយខ្ញុំគ្មានអ៊ូតអីណាខ្ញុំនិយាយមានអីនិយាយតែប៉ុណ្ណឹងបាទមានតែប៉ុណ្ណឹងមាននិយាយអ៊ូតគឺថាខ្ញុំវាមិនទៅចេះតំអូនខ្ញុំអាចច្រើនណាបាទខ្ញុំតំអូនខ្ញុំអាចច្រើនទេបាទហើយខ្ញុំមិនទៅចូលចិត្តលើកឯស្ពះច្រើនណាស់ចឹងបាទអញ្ចឹងខ្ញុំចូលចិត្តធ្វើវិញជាងការតំអូនខ្ញុំអាចអញ្ចឹងបាទបាទទៅចិត្តមានប្រហែលហូបប៉ុណ្ណឹងមានសិស្សប្រហែលមិនគុំនៅគាត់ចេញមកបរៀនយ៉ាងហើយខ្ញុំបានចូលរួមលើកស្ទួយក្មេងៗនៃគាត់ចេញមកពីសាលារៀននៃគាត់ចូលមហាគុណខ្មែរគុំដែរអញ្ចឹងណាបាទយើងកុំឲ្យតែពួកគាត់ទៅប្រព្រឹត្តធ្វើផ្សេងបាទបដៅពួកគាត់មិនដោះបាត្រូវកាត់ស្អាតទីចង់ខ្លួនស្អាតឲ្យគាត់ឲ្យគាត់ទៅជ្រួមពីចិត្តខាងទេហ្នឹងហើយអប់រំគាត់ថាម៉ែអីយើងយកក៏ផ្ញើអញ្ចឹងហ្នឹងបាទថាគេឃើញមានវិជ្ជារកល្អទៅពីថ្ងៃនេះបាទគាត់លេងហ្គេមគាត់លេងអីអត់ចូលផ្ទះអញ្ចឹងតែឥឡូវមកបរៀនមកអីមកចូលហាត់ចូលអីទៅគេសប្បាយចិត្តបាទខ្ញុំវិញសប្បាយចិត្តដែរបាទខ្ញុំសប្បាយចិត្តដែរបាទហើយបាទជួយក្មេងៗយល់ដឹងបាទលោកគ្រូចុះបើយើងនិយាយអំពីគុណភាពនៃការប្រកួតប្រជែងឥឡូវនេះយើងជារដ្ឋថ្មថ្មីដូចគ្នាជាមួយក្លឹបធំគេល្បីមកយើងអាចប្រកួតប្រជែងមួយគេកម្រិតណាលោកគ្រូណាមែនបាទណាមានអីមានតក្លឹបណាលើសខ្ញុំបាទមិនតែក្លឹបណាលើសខ្ញុំទេបងណាឡើងតែគាត់ខ្លាចគាត់ទៅដូចជាបញ្ញាវាងដែរបងគាត់ណាទៅពីប្រកួតមកស្បៃមួយអ្នកគេមានបបផ្សោតប្រកួត30តែប្រកួតបាន20បាក់ផងឥឡូវយើងគិតតែណាគាត់ទៅកម្មវិធីធំទៀតបាទយ៉ាងណាខ្ញុំអត់មានទៅធ្វើព្រួយក្រំទេយ៉ាងណាបាទថ្នារបស់ពួកខ្ញុំនេះគឺថ្នាកម្រិតបាទគឺគាត់ហាត់រងថ្ងៃបាទមិនចេះវាយមិនចេះបាច់4វាយគឺមិនឲ្យឡើងវាយបាទគាត់ទៅថាវាយសូមលេងឈឺលេងអីទៅមកបានឲ្យប្រកួតថានៅផងនៅខ្លាចទៅខ្លួនទេអត់ឲ្យឡើងប្រកួតទេបាទរំលាប់មកបាទឲ្យគឺអត់មកគេថាវាយយកលុយបាទវាយយកលុយវាយគាត់វាយប្រកបគប់ឡើងទៅរំពេញឆាកអីឈឹងឈំឆាកអត់ទេតាមទៅដល់រិញវាយចំក្រុមស្ពះនេះធម្មតាបាទហេ